ល្ងាចនេះបើទូទឹកកកមកក៏ឃើញមាន់មួយហើយនឹងខ្ញីចឹងថ្ងៃនេះមានមកម្ហូបថ្មីមួយទៀតហើយឆាខ្ញីជាមួយសាច់មាន់អាហារពេលល្ងាចដើម្បីឲ្យបាន2មុខលាយមិនទៅចឹងឆាខ្ញីពាក់កណ្ដាលហើយស្ងោរជ្រក់មាន់ពាក់កណ្ដាលដើម្បីឲ្យមានអាហារ2មុខម្ហូប2មុខស្ងោរជ្រក់មួយបានទឹកហត់ណាចំពោះខ្ញីខ្ញុំបោះសបកកោសវាស្អាតហើយហាន់ជាសរសៃទាំងអស់បន្ទាប់មកខ្ញុំទុកខ្ញីពាក់កណ្ដាលដើម្បីទុកធ្វើម្ហូបពេលក្រោយនៅស្រង់ម្រេចខ្ញីថ្លៃណាហើយខ្ញុំដាក់ប្រេងឲ្យក្តៅជាមួយខ្ទះហើយចាំផ្ដើមលេងខ្ចីហ្នឹងខ្ញីល្មមក្រហមប៉ុណ្ណឹងបងចង់ក្រៀមជាងហ្នឹងបានចំពោះសាច់មាន់កាប់មួយខាងស្ងោរជ្រក់ហើយមួយខាងទៀតសម្រាប់ឆាខ្ញីហើយមានស្លឹកខ្ទឹមតិចណាចំពោះឆាខ្ញីបងដាក់ខ្ទះប្រេងឆាក្តៅហើយដំខ្ទឹមសដំល្មមច្រាំដាក់ចូលលាងក្រហមហើយចាក់សាច់មាន់ចូលបន្ទាប់មកគ្រឿងផ្សំម្សៅស៊ុបប្រេងខ្យងម្រេចហើយស្ករសទឹកត្រីខ្ញុំអត់ដែរប្រើឆាអំបិលទេអត់ដែរប្រើឆាអត់ប្រើអំបិលហ្មងគ្រាន់តែទឹកត្រីប្រេងខ្យងគឺប្រៃណាស់ទៅហើយល្មមហីអញ្ចឹងសម្រាប់អាហារពេលល្ងាចងាយរោយលើខ្ទឹមបន្តិចមកឲ្យស្អាតណាហើយស្ងោរជ្រក់យើងចាំធ្វើពេលក្រោយល្ងាចហ្នឹងមាន2មុខតែបង្ហាញ1មុខសិនឆ្ងាញ់មែនតើទាំងអស់គ្នា